ប្រិមិត្តជាទីគោរពនិងជាទីមេត្រីនៅទីបំផុតតុលាការខេត្តសៀមរាបបានចេញដីកាឃុំខ្លួនឧត្តមសេនីយ៍ត្រីសម្បត្តិកុសលដាក់ពន្ធនាគារហើយខេត្តសៀមរាបតុលាការខេត្តសៀមរាបនៅថ្ងៃទី10ខែឧសភាឆ្នាំ2025នេះបានចេញដីកាឃុំខ្លួនលោកឧត្តមសេនីយ៍ត្រីសម្បត្តិកុសលដាក់ពន្ធនាគារក្រោមការចោទប្រកាន់ចំនួន3បទល្មើសសូមបញ្ជាក់ជូនថាឧត្តមសេនីយ៍ត្រីសម្បត្តិកុសលត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឬហៅកាត់ថា ACU ឃាត់ខ្លួនហើយបញ្ជូនទៅតុលាការខេត្តសៀមរាបរហូតចៅក្រមចេញដីកាឃុំខ្លួនតែម្ដងឧត្តមសេនីយ៍ត្រីសម្បត្តិកុសលមានបទល្មើសចំនួន3លោកសុយច័ន្ទវិចិត្រអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ACU បានបញ្ជាក់ប្រាប់វិទ្យុបាយ័នថាលោកសម្បត្តិកុសលពាក់ព័ន្ធនឹងបទល្មើសចំនួន3រួមមានទី1ប៉ុនប៉ងសុកប៉ាន់ទី2ប្តឹងបរិហាដោយភូតកុហកនិងទី3ចេតនាក្នុងការសុកប៉ាន់មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿងលោកសម្បត្តិកុសលហើយកាលពីថ្ងៃអធិស្ឋានកាលពីព្រឹកថ្ងៃទី10ខែឧសភាឆ្នាំ2025ទៅសាលាដំបងខេត្តសៀមរាបសូមជម្រាបជូនថាអង្គភាពប្រឆាំងអំពើពុករលួយ ACU បានសម្រេចឃុំខ្លួនលោកឧត្តមសេនីយ៍ត្រីសម្បត្តិកុសលអតីតស្នងការរងនគរបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី8ខែឧសភាឆ្នាំ2025ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយរឿងស៊ីសំណុកសុកប៉ាន់នៃការជ្រើសរើសនគរបាលចូលក្របខ័ណ្ឌមន្ត្រីរាជការបាទបងប្អូនប្រិមិត្តជាទីគោរពបាទចឹងសាច់រឿងនេះបងប្អូនបានដឹងហើយបាទនៅទីបំផុតបាទគឺលោកឧត្តមសេនីយ៍ត្រីសម្បត្តិកុសលត្រូវបានដាក់ពន្ធនាគារក្រោមចោទប្រកាន់បទចំនួន3បាទដែលលោកបានប្រព្រឹត្តអញ្ចឹងសាច់រឿងគឺវែងឆ្ងាយខ្លាំងមែនទែនបាទកាលពីដើមសាច់រឿងនោះបាទគឺភរិយារបស់លោកសម្បត្តិកុសលបានទៅខ្ចីលុយបាទស្ត្រីម្នាក់ដែលឈ្មោះថាចិនស្រីដាបាទចំនួន$20000ដើម្បីយកលុយនេះមកសោកប៉ាន់ដើម្បីឲ្យលោកសម្បត្តិកុសលនេះបាទបានឡើងតំណែងបាទបន្ទាប់ពីបានខ្ចីលុយរួចហើយបាទបានឡើងតំណែងរួចហើយស្រាប់តែភរិយារបស់លោកសម្បត្តិកុសលបាទបានទៅបញ្ចុះបញ្ចូលបាទឲ្យចិនស្រីដាដែលជាម្ចាស់លុយនោះបាទឲ្យដាក់លុយទៅបាទឲ្យដាក់លុយទៅដើម្បីប្តីរបស់ចិនស្រីដាហ្នឹងបានធ្វើជាប៉ូលីសក៏ប៉ុន្តែមិនដាក់លុយទេឲ្យកាត់កងបំណុល$20000ហ្នឹងបាទឲ្យកាត់កងទៅប្តីរបស់ខ្លួននឹងជួយឲ្យប្តីចិនស្រីដាហ្នឹងបានឡើងធ្វើជាប៉ូលីសដែរបាទក៏ប៉ុន្តែរឿងរ៉ាវកាន់តែច្រើនកាន់តែវែងឆ្ងាយទៅប្តឹងមកដូចបងប្អូនបានដឹងនៅក្នុងសាច់រឿងនេះរហូតទៅដល់ការដាក់ពន្ធនាគារស្ត្រីដែលជាម្ចាស់លុយចិនស្រីដាហើយនៅថ្ងៃទី10នេះគឺមានការអាប់ដេតច្រើនខ្លាំងមែនទែនបាទមិនទៀងទេដោយលោកឧត្តមសេនីយ៍ត្រីនេះត្រូវបានឃុំខ្លួនបាទដោយអង្គភាពប្រឆាំងអំពើពុករលួយឬហៅកាត់ថា ACU ផងដែរ